សូមលំអរកាយគ្រប់នឹងជម្រាបសួរទូទាំងសនិកជនជាទីគោរពរាប់អាននៅវេលាព្រឹកថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025នេះនៅឯច្រកអូស្មាច់ខេត្តឧត្តរមានជ័យដែលជាច្រកព្រំដែនរវាងប្រទេសកម្ពុជារបស់យើងជាមួយនឹងប្រទេសថៃមានការជួបប្រជុំគ្នារវាងយោធានៃយុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទរបស់កម្ពុជាយើងជាមួយនឹងយុទ្ធភូមិភាគទី2នៃកងយុទ្ធពលភូមិន្ទរបស់ថៃហើយកិច្ចប្រជុំនាព្រឹកថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីក្រុមអ្នកសង្កេតការណ៍របស់អាស៊ានផងដែរដែលយើងហៅថា AOT ដែលអ្នកសង្កេតការណ៍អាស៊ានគឺជាអ្នកត្រួតពិនិត្យតាមដានលើការអនុវត្តលក្ខន្តិកៈទាំងឡាយពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី26ខែតុលាកន្លងទៅនេះនៅឯទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីដែលជាការចុះហត្ថលេខារវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងជាមួយនឹងលោកអនុទិនច័ន្ទវីរៈគុលនាយករដ្ឋមន្ត្រីរបស់ថៃដែលមានការអញ្ជើញជាអធិបតីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងមានការអញ្ជើញធ្វើជាសាក្សីពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិងជាប្រធានអាស៊ាននាពេលបច្ចុប្បន្នផងដែរកិច្ចប្រជុំនាព្រឹកថ្ងៃនេះរបៀបវិរៈនៃកិច្ចប្រជុំមិនទាន់បានបង្ហាញពីខាងក្រសួងការពារជាតិឬក៏យុទ្ធភូមិភាគរបស់កម្ពុជារបស់យើងនៅឡើយទេប៉ុន្តែយើងឃើញថាការជួបនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់រវាងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី2របស់ថៃដែលយុទ្ធភូមិភាគទី4របស់កម្ពុជាហ្នឹងគ្រប់ដណ្ដប់វិសាលភាពទៅលើខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលជាទីតាំងសមរភូមិជាកន្លែងដែលបានផ្ទុះអាវុធរវាងកម្ពុជានិងថៃរយៈពេល5ថ្ងៃកាលពីថ្ងៃទី24និង20ដល់28ខែកក្កដាកន្លងទៅការជួបធ្វើជាបន្តបន្ទាប់នេះគឺជាការអនុលោមទៅតាមស្មារតីដែលបានធ្វើជាបន្តបន្ទាប់រវាងកម្ពុជានិងថៃដើម្បីធ្វើឲ្យយ៉ាងណាហ្នឹងសភាពការព្រំដែនរវាងប្រទេសទាំងពីរបានល្អប្រសើរឡើងវិញជាពិសេសធានាបាននៅការអនុវត្តនៅបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានធ្វើជាមួយគ្នាកាលពីថ្ងៃទី26កន្លងទៅថ្មីនេះបាទអញ្ចឹងបងប្អូននេះគឺជាព័ត៌មានបឋមហើយខ្ញុំសូមជូនព័ត៌មានខ្ញុំសូមជូនទស្សនវិជ្ជានិងរូបភាពមួយចំនួននៅឯទីតាំងដែលរៀបចំកិច្ចប្រជុំនេះជាបន្តបន្ទាប់បាទ